Audio Jungle. Audio Jungle.ទីភ្នាក់ងារចែកការនៅកម្ពុជាបដិញ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាព្រឹកថ្ងៃទី13ខែតុលាឆ្នាំ2025នៅវិមានសន្តិភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិតតាណាកាអាគីហ៊ីកូប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃការចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារក្នុងឱកាសនៃជំនួបឯកឧត្តមបណ្ឌិតតាណាកាអាគីហ៊ីកូបានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជាព្រោះឯកឧត្តមបណ្ឌិតធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជាកាលពី10ឆ្នាំមុនឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារចៃការចំពោះកិច្ចសហប្រតិបត្តិការជាច្រើនមានជាអាចការបោសសម្អាតមីននិងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុឯកឧត្តមបណ្ឌិតបានវិយតម្លៃខ្ពស់ចំពោះអង្គភាពស៊ីម៉ាក់របស់កម្ពុជាដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្ដល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែនឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្ដល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុនក្រោមជំនួយអភិវឌ្ឍផ្លូវការ ODA ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធនិងគម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញដំណាក់កាលទី3ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុននិងបានវិយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុនក្នុងការកសាងសុខសន្តិភាពនៅកម្ពុជាក៏ដូចជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជារហូតមកដល់សព្វថ្ងៃនេះសម្ដេចបវរធិបតីបានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជានិងជប៉ុនបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជឿជាក់ថាកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុននឹងត្រូវបានជំរុញនិងពង្រីកឲ្យកាន់តែស៊ីជម្រៅរឹងមាំថែមទៀតសម្ដេចបវរធិបតីបានសម្ដែងនៅការគាំទ្រនិងថ្លែងអំណរគុណចំពោះទីភ្នាក់ងារចៃការដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាដូចជាការបោសសម្អាតមីនការបណ្ដុះបណ្ដាលធនធានមនុស្សនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើមសម្ដេចបវរធិបតីបានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជាក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជារួមទាំងការប្រែក្លាយខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្មនិងជាមជ្ឈមណ្ឌល Logistics ក្នុងតំបន់ Regional Logistics Hubសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានចៃការក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យានិង Digital លូបនីយកម្មក៏ដូចជាការបន្តលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរសម្ដេចបវរធិបតីបានលើកទឹកចិត្តទីភ្នាក់ងារចៃការបន្តពិភាក្សានិងសហការជាមួយក្រសួងស្ថាប័នកម្ពុជាដើម្បីជំរុញឲ្យគម្រោងទាំងនោះទទួលបានជោគជ័យឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានអរគុណកម្ពុជាដែលជាប្រទេសទី1ក្នុងការទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុនក្រៅប្រទេស JOCV សម្ដេចបវរធិបតីបានសម្ដែងការអបអរសាទរខួប60ឆ្នាំនៃអ្នកស្ម័គ្រចិត្តជប៉ុនក្នុងក្របខ័ណ្ឌ JOCV នៅកម្ពុជានាឆ្នាំនេះAudio Jungle Audio Jungle